ជំរាបសួរថ្ងៃសៅរ៍ចុងសប្តាហ៍ចាថ្ងៃហ្នឹងនាងខ្ញុំអត់ទៅណាទេគឺនៅត្បាល់ខ្មែរហ្នឹងតែម្ដងហើយដឹងទៅណាមានតែហាងត្បាល់ខ្មែរហ្នឹងឯងឥឡូវហ្នឹងមកដល់ក្នុងហាងឃើញអតិថិជនត្បាល់ខ្មែរមកពេញហាងទៀតមិនថាបងប្អូនក៏អត់ទៅណាដូចនាងខ្ញុំដែរអញ្ចឹងមិនថាថ្ងៃសប្តាហ៍ឬថ្ងៃចុងសប្តាហ៍គឺបងប្អូនតែងតែមានវត្តមាននៃត្បាល់ខ្មែរអញ្ចឹងណាចាហើយម្ហូបដែលនាងខ្ញុំចូលចិត្តមិនអាចដកចិត្តបានហ្នឹងទៅណាទេគឺមាន់បំពងខ្ទឹមសនឹងឯងហើយសម្លកកូរត្បាល់ខ្មែរដែលយើងលីងអង្គលីងខ្លួនឯងឈ្ងុយជារៀងរាល់ថ្ងៃតែម្ដងគឺថាអត់ទិញកលេងពីផ្សារទេតែចុងភៅណាអត់ស្ដាប់គឺត្រូវមាត់ហើយអញ្ចឹងត្រូវតែលីងអង្គលីងខ្លួនឯងដើម្បីយកមកស្លឲ្យឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងដកចិត្តមិនរួចហើយពិសេសមួយទៀតហ្នឹងគឺថាណែដែងណែអូយគាត់តែឃើញហ្នឹងអ្នកที่ចូលចិត្តសម្លមកជូរស្រែដូចនាងខ្ញុំហ្នឹងគឺថាណាស់ហើយចាប់បត់ជីបជាមួយនឹងម្ទេសបន្តិចមកហើយណែស្លំជូរត្រីឆ្អើរសាច់គោជាមួយនឹងកៅអៅឈូកយើងហ្នឹងអូយបងប្អូនហើយបើថារោពាក្យនិយាយគឺថាណាស់ហើយមិនបាច់និយាយទេណា